Bà số đây bốc mai bằng phố chỉ tì rồi lực nâng chỉ tì sna ha bà thằng này khi men video dạ về bấm pel này tì chiang bà trong video này cứ để bỏ pi khi nhom bàn mò xì miệp hồiนี้khi nhomพี่พี่เก่งแต่อันนี้เป็นประมาณผมไปคือnhom thầuรีบจอมลางตรงเป็นวิ่งจังnhomมอเซลฟี่hay cóធ្វើវីដេអូចែកជូនបងប្អូនយើងបានទស្សនាគ្រប់គ្នាបងដែរហើយនេះខ្ញុំមកថតនៅកន្លែងអាងហែលទឹកតែបានមួយទេទៅបានមួយរសារទៅដល់មេទៅកម្មវិធីមួយគ្នាគាត់ទៅក៏ចូលកម្មវិធីជាមួយមេដែរក៏យើងស្វឹងម៉ោង10ជប់អីបានមកវិញអញ្ចឹងគ្មានអានហែលទឹកអីទៀតមកហ្នឹងទេហើយក៏អត់អស់ចិត្តចុះមកក្រោមទៀតចុះមកក្រោមមកថតវីដេអូមួយអាងហែលទឹកគឺនៅចំកណ្ដាលគឺកណ្ដាលអញ្ចឹងខ្ញុំនៅឈរចំអាគារនៅចំពីមុខតែម្ដងហ្នឹងបាទហើយកន្លែងអាងហែលទឹកគឺធំណាស់បាទហើយរួចហើយនេះគឺបំរាមការលេងហែលទឹកហើយថតហើយអស់ក៏ចូលមកកន្លែង buffet មកកន្លែង buffet នឹងបណ្ដាមើលម្ហូបឡើងមកជុំអីនោះមួយទៅអត់មានម្ហូបណាដែលសូវចូលចិត្តទេបានដួសបាយឆាមិនតិចទៅហើយបាយសមិនតិចទៅហើយក៏ដើរបើកម្ហូបមើលសិតតានេះក៏និយាយទៅគឺសិតតែម្ហូបខ្មែររបស់យើងទាំងអស់អត់មានបរទេសទេតែកន្ថាកន្លែងនោះគេមានកាហ្វេខ្មៅមានកាហ្វេស្អីយើងដាក់ខ្លួនយើងអញ្ចឹងហើយក៏មានឡើងនំសម្រាប់បរទេសមកហ្នឹងគឺមាននំមានអីដែរតែខ្ញុំអត់ទៅចូលចិត្តទេដោយសារយើងអត់បានទម្លាប់ហូបបអឺរ៉ុបអញ្ចឹងកាលណាយើងហូបទៅវាអត់ទៅឆ្អែតហើយឆាប់ហេវអញ្ចឹងយើងទម្លាប់យើងគឺហូបបាយណាមួយយើងបើកឡានពីភ្នំពេញទៅសៀមរាបពីសៀមរាបយើងទៅភ្នំពេញយើងត្រូវការហូបបាយវាកម្លាំងបានយូរនេះខ្ញុំដួសបានឆាមិញហ្នឹងដួសបានយកមកវែកហើយយកអាមន់អាលីងនេះយកពីដុំអានេះអត់ទេអានេះឆាអត់ចូលចិត្តហើយនេះដំឡូងទ្វាយើងគេបំពងដាក់ម្សៅបំពងនេះខ្ញុំដើរមើលឡើង buffet ហ្នឹងមានអីទេអែមផ្លែឈើមានផ្លែអាឡឹកផ្លែស្កានីអីចឹងហើយនេះគឺផ្លែឈើអស់ហើយព្រោះខ្ញុំមកឲ្យយឺតជាងគេដែរនេះសិតថាបន្លែសម្រាប់អាហារសម្រន់អ្នកដែលចង់ហូបបន្លែអញ្ចឹងបាទនេះទឹកជ្រលក់ទឹកយើងពេញចិត្តមួយណាមួយនេះយើងហូបទៅហើយខ្ញុំហូបបាយនោះក៏ហូបអត់សូវបានខ្ញុំហូបពី3សាពេលក៏ខ្ញុំឈប់ហូបទៅតែខ្ញុំដួសមើលទៅតំណងមួយចានហ្នឹងហើយក៏ដើរមកកន្លែងកាទៀវដាក់កាទៀវមួយចានទៀតហើយកាទៀវហ្នឹងមិនមែនចានធំអីដូចយើងណាកាទៀវហ្នឹងចានតូចមួយហ្នឹងគេថាធំជាងចានចង្កឹះបន្តិចហ្នឹងបើតាមអ្នកហូបមួយឆ្អែត5ចានហ្នឹងធ្វើអត់តន់ឆ្អែតអាចថែម6 7 8ចានអញ្ចឹងទៅព្រោះអីនេះតូចទេចានកាទៀវមកហត់តែមួយគ្រូបមានអីសាច់សាច់ជ្រូកច្រាំបាទហ្នឹងហើយហូបហ្នឹងហើយបន្ទាប់មកទៀតឈរចាំគេជាឈរព្រោះវាមានភៀវច្រើនដែរភៀវទៅហា buffet ហ្នឹងគឺមានច្រើនបាទនៅស្ថាគារបាយយ័នបាទគឺលំដាប់មកនៅសៀមរាបហ្នឹងគឺមានស្ថាគារហ្នឹងទេបាទផ្កាយ5គឺលំដាប់នៅហ្នឹងតែម្ដងបាទនេះចាឈរចាំមុំទៅដល់បានហូបបាទនឹងស្ដាភ្ញៀវចូលហា buffet នៅស្ថាគារហ្នឹងចេះឈរចាំយូរម៉ែល្មមដល់ខ្ញុំហ្នឹងដាក់បាយមុនអស់មួយចានហើយរួចហើយមកអង្គុយនេះបាយហើយអង្គុយនេះបាយហើយកាហ្វេហើយមុខឡើងរីកដូចគ្រាប់ជីបាយហើយ
បាត់ហេវមកអង្គុយថត selfie នេះបាយខ្ញុំដួសនេះហូប2 3ម៉ាត់ខ្ញុំជប់ហូបទៅហើយមើលកន្លែងទទួលភ្ញៀវគឺសាឡុងស្អាតគឺថតជារូបថតមួយស្លឹកនេះគឺជាមានយីគេបាទហើយមានរនាតឯកមានទ្រមានអីនេះរូបសំណាកហើយនឹងកន្លែងទទួលភ្ញៀវមានរូបស្ដេចរូបអីបាទមានសម្ដេចតាសម្ដេចយាយស្ដេចសះមនីបាទនេះគឺអូតែលនេះហើយបាទហើយរួចហើយអង្គុយថត selfie លេងនៅមុខហ្នឹងទៅអានេះរូបថាភ្ញាក់ពីដេកមកមិនចុះហើយនេះក៏ហើយយើងស្រកពុះក៏រៀបចំទៅបច្ឆេះឡានឡើងមកសៀមរាបបាទហើយពីប្រលប់អីឃើញភៀវច្រើនណាចតឡានឡើងមកកណោហើយដល់ពេលពឹកកម្លាំងមើលអត់គេទៅអស់លីងគេទៅដើរលេងទៅញ៉ាំអីនៅក្រៅអស់មើលមកកន្លែងប៉ុណ្ណាណៃមានឡានមានខ្ញុំមួយមានឡានរែងខ្ញុំបើកពណ៌សនឹងមួយទៀតទៅអស់ហើយកន្លែងដាក់ឡានមានកន្លែងហ្នឹងទៅខាងនោះទៀតនោះបាទហើយខ្ញុំថតហ្នឹងគឺនោះខាងនោះនឹងមានដែរនេះចឹងលាសន្តាគារសិនលាសៀមរាបទៅក្រុងភ្នំពេញវិញហើយបាទចូលឡានបច្ឆេះចេញទៅសោឡានទៅហ្នឹងសោចែគាត់ទិញស្រោមហ្នឹងក្រាស់ស្រោមកម្មនិយាយចឹងវាធ្វើឲ្យការឆ្លងតេឡេវាអត់ទៅលឿនទេបើយើងដកពេលខ្លះដកសោមកដែរហ្នឹងចូលមកឡើងក្តៅហ៊ូក្នុងឡានហ្នឹងតើបច្ឆេះដាក់ម៉ាស៊ីនជាពាក់កណ្ដាលលេងអង្គុយនេះតិចបានយើងចេញដំណើរបងវីដេអូមានតាប៉ុណ្្នឹងទេបាយសន្តាគារបាយយន់ថ្ងៃមុខទៀតជួបគ្នាទៀតបាយនេះចេញពីសៀមរាបមកដល់កំពង់ធំហើយមកដល់គីឡូលេខ132គឺមានភោជនីយដ្ឋានឈ្មោះថាសឡាបាទនៅខាងស្ដាំដៃហ្នឹងជិតដល់កំពង់ថ្មដែរក៏ចូលហូបបាយជាមួយមេជាមួយភ្ញៀវនៅភោជនីយដ្ឋានហ្នឹងហើយក៏អត់បានហូបបាយដោយសារភ្ញៀវច្រើនពេកអញ្ចឹងខ្ញុំក៏កំងកាហ្វេមួយកែវមកញ៉ាំនៅខាងក្រៅនេះហើយក៏មកចតឡាននៅខាងមុខហ្នឹងមុខផ្ទះបងប្អូនហ្នឹងហើយក៏មានដើមព្រីង2ដើមព្រីងនេះប្រាប់ផ្លែល្អផ្លែច្រើនហើយទុំឡើងខ្មៅដើមហើយធ្លាក់នេះខ្ញុំដើរជន់មើលពីព្រីងច្រើនពេកហើយខ្ញុំឆ្ងល់ថាម្ចាស់ផ្ទះហ្នឹងហេតុអីក៏មិនហូបព្រីងហ្នឹងអញ្ចឹងបានព្រីងហ្នឹងទុំជ្រុះឡើងពេញក្រោមដើមហ្នឹងខ្ញុំឆ្ងល់ដែរហើយខ្ញុំអត់ហ៊ានបេះនេះរបស់គេដំបូងអត់ហ៊ានទេហើយខ្ញុំចិត្តតែឈរថតលេងទៅហើយបន្ទាប់មករើសមួយនោះវាអត់ធ្លាក់អត់ដល់ដីវានៅជាប់លើតើមេឈើភ្លុកមើលនេះរែងពណ៌សនេះខ្ញុំបើកមកចតនៅមុខខាងនោះពេលបានមកលុបដើមស្វាយផងហើយនឹងដើមព្រីងហ្នឹងអញ្ចឹងបានម្ចាស់គាត់អត់ទៅចូលចិត្តឬក៏គាត់មិនចេះហូបទេដឹងព្រោះវាជូរព្រីងហ្នឹងជូរវាអត់សូវផ្អែមអីដូចព្រីងរបស់យើងតែនេះនឹងព្រីងពូជព្រីងមកពីណាដែរព្រោះអត់ស្គាល់ដែរវាមិនវែងហើយទុំវាអត់សូវផ្អែមទេទុំគឺជូរហ្មងហ្នឹងបាទហើយខ្ញុំជិះថតឈរលេងជាមួយបងប្រុសគាត់នៅខាងនោះហើយខ្ញុំមកនេះដល់ពេលឃើញខ្ញុំមកឈរថតលេងហ្នឹងទៅមកគាត់មកនេះដែរបាទវីដេអូនោះមានតែប៉ុណ្្នឹងទេហើយនៅខាងក្នុងហាងសឡាហ្នឹងគឺថាពីខាងក្រៅមើលទៅសាមញ្ញធម្មតាទេតែដល់ពេលចូលទៅដល់ខាងក្នុងហ្នឹងគឺគាត់រៀបចំគឺថាស្អាតមែនទេមានសួនមានអីមានទឹកអាងចំត្រីហើយមានភ្លើងផ្សែងនេះគឺថាគេសម្រាប់ selfie មើលទៅស្អាតហ្នឹងរៀបចំសួនមកគាត់ហើយចូលទៅក្រោយជ្រៅណាទៅក្រោយឆ្ងាយវាមានកញ្ចុះលក្ខណៈគ្រួសារគាត់ហើយភ្ញៀវច្រើនហើយយើងមកយើងអង្គុយចាំឲ្យមានពីណាហេវចប់បាត់ហើយ1ម៉ោងជាងហើយបានចេញហូបមកអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើន